នេះហើយអ្នកទាំងអស់គ្នាដាក់អុយពីរបាទបានឆ្លូញច្រើនដែរហ្នឹងណាក្តាមក៏យើងបានឆ្លូញក៏យើងបានកូនត្រីក៏យើងបាននិយាយទៅឆ្លូញគឺល្មមហូបធំគ្រាន់បាទហើយយើងបានក្តាមលក់បានឆ្លូញលក់និយាយទៅយើងអ្នកស្រែជីវិតតែប៉ុណ្្នឹងទេរកបានខ្លះអីខ្លះគឺពិតជាមានអារម្មណ៍ថាសប្បាយមែនទែនជីវិតស្រុកស្រែមានតែប៉ុណ្្នឹងឯងហើយទោះបីវាមិនបានថ្លៃមិនបានលុយច្រើនតែជាការពេញចិត្តនិងសប្បាយចិត្តរបស់ខ្ញុំមែនទែនព្រោះពេលយើងទៅលើកត្រីមកឃើញត្រីចូលច្រើនហើយសម្បូរត្រីល្អដែរមានទាំងខ្ទក់មានទាំងឆ្លូញគឺថានេះមើលអូទំនងមែនទែនបើសិនជាប្រឡាក់ហើយយកទៅពណ៌សក៏ជាតិទៅហ្មងណាហើយគិតទៅជីវិតសុខស្រែសប្បាយឆេបាទណាបាយបាយ